ក្រោយពីបង្រៀនកូនធ្វើ homework រួចហើយខ្ញុំក៏សង្កេតឃើញអត្ថបទមួយល្អហើយចង់យកមកចែករំលែកនៅក្នុងអត្ថបទនោះគឺនិយាយពីប្តីប្រពន្ធមួយគូហើយគាត់មានមុខរបរជាអ្នកចិញ្ចឹមគោបាទចិញ្ចឹមគោយកទឹកដោះអញ្ចឹងថ្ងៃមួយនៅក្នុងភូមិរបស់គាត់គឺមានកម្មវិធីបុណ្យកំសាន្តបាទកម្មវិធីបុណ្យជប់លៀងដូចបុណ្យភូមិអញ្ចឹងប្រពន្ធគាត់គឺចង់ចូលរួមនៅក្នុងកម្មវិធីបុណ្យនឹងខ្លាំងដោយទឹកចិត្តប្តីនៅពេលដែលឃើញប្រពន្ធចង់ចូលរួមហើយអត់មានលុយក៏សម្រេចចិត្តយកគោទៅលក់បាទអញ្ចឹងយកគោទៅលក់នៅផ្សារដើម្បីទិញសម្លៀកបំពាក់ស្អាតៗនិងគ្រឿងតុបតែងខ្លួនឲ្យប្រពន្ធរបស់គាត់ប៉ុន្តែនៅពេលដែលគាត់យកគ្រឿងទាំងអស់នោះមកឲ្យប្រពន្ធរបស់គាត់រំពឹងថាប្រពន្ធរបស់គាត់នឹងសប្បាយចិត្តហើយនឹងបានទៅចូលរួមកម្មវិធីបុណ្យនៅក្នុងភូមិនឹងតែផ្ទុយទៅវិញប្រពន្ធរបស់គាត់គឺបែរជាអត់សប្បាយចិត្តហើយសួរទៅប្តីថាហេតុអីបានជាគាត់យកគោទៅលក់ដោយគោគឺអាចផលិតទឹកដោះហើយយកទឹកដោះទៅលក់នៅទីផ្សារដើម្បីបានលុយបានចឹងប្រពន្ធប្តីគាត់នឹងនៅពេលដែលឃើញប្រពន្ធអត់សប្បាយចិត្តបែបនេះក៏យកសម្លៀកបំពាក់គ្រឿងទាំងអស់នោះយកទៅលក់នៅផ្សារវិញដើម្បីទិញគោត្រឡប់មកវិញនៅពីក្រោយអត្ថបទនេះគឺបានបង្រៀនយើងឲ្យដឹងថាកុំលក់របស់ដែលយើងត្រូវការទៅទិញរបស់ដែលយើងចង់បានបាទចឹងវាជាមេរៀនមួយដែលល្អសម្រាប់ជាការដាស់តឿនជាការបង្រៀនយើងគឺមានន័យថាកុំយករបស់ដែលយើងត្រូវការទៅលក់ដើម្បីទិញរបស់ដែលយើងចង់បានមានន័យថាគោអាចផលិតទឹកដោះបានចិញ្ចឹមគោគឺអាចផលិតទឹកដោះបានហើយទឹកដោះអាចលក់បានដើម្បីយកលុយទៅទិញគ្រឿងតុបតែងឬក៏សម្លៀកបំពាក់ស្អាតៗបានអញ្ចឹងនេះគឺជាមេរៀនមួយដែលចង់ចែករំលែកជូនបងប្អូន